សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកថតធម្មជាតិនាព្រឹកព្រលឹមទៀតហើយពិតជាស្អាតណាស់បងប្អូនអើយក្នុងខែស្លឹកឈើលាស់នៅលើលោកនេះមានរដូវ3គឺធម្មជាតិមើលទៅគួរឲ្យស្រស់ស្អាតខ្លាំងណាស់មើលកូនប្រុសរបស់នាងខ្ញុំបើនាងខ្ញុំវិញចូលចិត្តតែរដូវស្លឹកឈើលាស់និងរដូវស្លឹកឈើជ្រុះពីររដូវនេះធ្វើឲ្យនាងខ្ញុំស្រឡាញ់ធម្មជាតិខ្លាំងណាស់បងប្អូននៅពេលនេះងាកទៅណាក៏ដើមឈើក៏ស្រស់ស្អាតខៀវស្រងាត់តែម្ដងហើយពេលនេះដែរនាងខ្ញុំក៏ចង់ប្រាប់ថានាងខ្ញុំមិនសូវចេះនិយាយអ្វីច្រើននោះទេនាងខ្ញុំបានតែនិយាយជាមួយនឹងធម្មជាតិបានមិនសូវជាមានរឿងរ៉ាវច្រើនមែនទេបងប្អូនអូខេវីដេអូរបស់នាងខ្ញុំចែករំលែកមានតែប៉ុណ្្នឹងធម្មជាតិនៅជុំវិញផ្ទះធម្មជាតិនៅជុំវិញខ្លួនម្ល៉េះហើយសូមបងប្អូនកុំធុញអីណានាងខ្ញុំមានតែប៉ុណ្្នឹងក្នុងជីវិតរបស់នាងខ្ញុំនោះអូខេវីដេអូរបស់នាងខ្ញុំមានតែប៉ុណ្្នឹងជួបគ្នានាវីដេអូក្រោយបាយ